សូមជូនសៀវភៅថ្វីគំនិតភាគទី2និពន្ធដោយខីវុធីភាពដ៏ឃ្លាវខ្លានៃអ្នកដែលព្យាយាមក្នុងការសិក្សារមែងជាទ្វារមុខនៃប្រយោជន៍ទាំងពួងមិនចំពោះថាក្នុងសម័យកាលនោះទេលោកទស្សនៈដំណើរយល់ឃើញក្នុងផ្លូវលោកដែលពោពេញដោយពាក្យពេចន៍មានប្រយោជន៍បង្កប់នៅខ្លឹមសារសម្រាប់គិតពិចារណាជាសកលញ៉ាំងមនុស្សឲ្យកើតការចេះដឹងមានគំនិតឬស្វាងរុងរឿងនោះជាលោកទស្សនៈដែលមនុស្សគ្រប់វ័យនិងមនុស្សគ្រប់ជំនាន់ត្រូវការវាជាចាំបាច់ក្នុងជីវិតដើម្បីនឹងលើកស្ទួយជីវិតនិងធ្វើជីវិតឲ្យឡើងទៅកាន់ទីខ្ពស់ការឡើងទៅដល់នៅទីដ៏ខ្ពង់ខ្ពស់ស្ដុកស្ដំនោះហើយបុគ្គលជាអ្នកមានការចេះដឹងគឺអាចគ្រប់គ្រងឧត្តមភាពខ្លួនឯងបានតែចំពោះបុគ្គលល្ងងខ្លៅគ្មានការសិក្សាខ្ជិលក្នុងការរៀនសូត្របើបាននៅលើទីខ្ពស់ក៏គង់នឹងធ្លាក់ចុះមកវិញក្នុងថ្ងៃណាមួយយ៉ាងអាម៉ាស់ជាមិនខានប្រសិនបើនៅក្នុងទីទាបក៏នឹងមិនអាចឡើងទៅកាន់ទីខ្ពស់បានហើយត្រូវរស់នៅក្នុងទីទាបនោះជាដរាបរៀងទៅជាប្រភេទមនុស្សដែលត្រូវគេចាត់ថាជាមនុស្សអន់ថយមិនប្រសើរខ្វះភាវៈជាមនុស្សជាតិប៉ុន្តែទោះជាយ៉ាងណាក៏មនុស្សយើងគ្រប់គ្នាមិនចង់ឲ្យខ្លួនខ្លាចជាមនុស្សបែបនោះឡើយគឺតែងតែចង់ឲ្យខ្លួនឯងមានតំណែងដែលមនុស្សក្នុងសង្គមលើកដំកើងបើទោះជាយ៉ាងនេះក៏ដោយហេតុអ្វីក៏យើងមិនព្រមធ្វើអ្វីស្របតាមគំនិតរបស់ខ្លួនដែលចង់បានគឺការធ្វើឲ្យខ្លួនមានតំណែងដែលមនុស្សក្នុងសង្គមលើកដំកើងការរស់នៅប្រកបដោយភាពអន់ថយរមែងជាប្រភពនៃសេចក្តីអាក្រក់គ្រប់យ៉ាងក្នុងជីវិតរបស់មនុស្សថ្វីគំនិតទាំង64 1. ក្នុងលោកនេះមានអ្វីអាម៉ាស់ជាងការបរាជ័យទៅទៀតបើការជោគជ័យត្រូវមានមនុស្សជាច្រើនគេអបអរសាទរត្រូវមានមនុស្សជាច្រើនគេឲ្យតម្លៃខ្ពស់ជាតម្លៃដ៏ច្រើនយ៉ាងសន្សឹកសន្ធាប់ទៅលើភាពជោគជ័យមួយនោះដោយហេតុយ៉ាងនេះការឈ្នះគឺជាជោគជ័យត្រូវតែគេធ្វើឡើងឲ្យសម្រេចដល់ខ្លួនជាយ៉ាងដាច់ខាត 2. អ្វីជាវត្ថុបំណងក្នុងចិត្តគេប្រឹងប្រែងយកឲ្យបានទោះជាវត្ថុបំណងនោះគេយកបានឬមិនបានក៏ដោយគេគ្រាន់តែដឹងថាគេនឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាពនិងលទ្ធភាពដែលខ្លួនមានដូចជាអ្នកប្រដាល់គេមិនខ្វល់ថាដៃគូរបស់ខ្លួនខ្សោយឬខ្លាំងប៉ុណ្ណានោះទេអ្នកប្រដាល់នោះគឺដឹងតែម្យ៉ាងគឺប្រឹងប្រែងខ្លួនឯងវាយដៃគូឲ្យដួលដណ្ដើមយកជ័យជំនះ 3. អ្នកចាញ់ត្រូវដួលដេកដីអ្នកឈ្នះត្រូវមានក្តីសប្បាយជាទីពឹងត្រូវមានមនុស្សជាច្រើនគេអបអរសាទរជាមួយនឹងជ័យជំនះរបស់គេនោះដូច្នេះតើអ្នកគួរធ្វើជាមនុស្សយ៉ាងណាក្នុងជីវិតរបស់អ្នកនេះអ្នកចាញ់ឬក៏អ្នកឈ្នះ 4. ជោគជ័យឬបរាជ័យគឺជារឿងដ៏សំខាន់មួយផ្នែកក្នុងជីវិតនៃការរស់នៅបើអ្នកជោគជ័យហើយដោយទង្វើនៃការចេះដឹងរបស់អ្នកនោះអ្នកនឹងបានរុងរឿងនៅក្នុងជីវិតហើយមានចិត្តសប្បាយរីករាយជារហូតដល់ទីបញ្ចប់នៃថ្ងៃស្លាប់ដូចផែនដីនេះមានពន្លឺព្រះអាទិត្យជាគ្រឿងបំភ្លឺលោកធ្វើឲ្យសត្វលោកមានចិត្តសប្បាយរីករាយដោយពន្លឺនៃព្រះអាទិត្យនោះយ៉ាងដូច្នោះ 5. ភាពទន់ខ្សោយជាឈ្មោះនៃការបរាជ័យ 6. ភាពទន់ខ្សោយជាចំណែកនៃផ្នែកខាងចាញ់ភាពរឹងមាំខ្លាំងជាចំណែកនៃផ្នែកខាងឈ្នះ 7. អ្វីគឺសម្រេចលើចិត្តបើចិត្តមិនរឹងមាំហើយជាចិត្តទន់ខ្សោយជាចិត្តកំសាកតែនឹងសម្រេចអ្វីបានក្នុងជីវិតដ៏មានតម្លៃនេះភាពទន់ខ្សោយនៃចិត្តជាមិត្តនឹងការបរាជ័យ 8. មនុស្សយើងអាចកសាងខ្លួនឲ្យឡើងទៅកាន់ទីខ្ពស់ដោយលំដាប់ប្រះចាកខ្លួនចេញពីវណ្ណៈទាំង3ក្នុងសង្គមបានដោយក្តីព្យាយាមរបស់ខ្លួនដូចសត្វដង្កូវដែលអាចក្លាយខ្លួនជាមេអំបៅមានស្លាបដ៏ស្រស់ស្អាតអាចហោះហើរបានគឺក៏ដោយសារតែការព្យាយាមរបស់ខ្លួនវាដូច្នោះដែរ 9. ពិភពលោកនិយមការពង្រីកនិងពង្រឹងប្រកបដោយមហិច្ឆតាខ្ពស់គ្មានព្រំដែនតែចិត្តប្រកបដោយស្មារតីពេញដោយកម្លាំងក្នុងការងារទាំងពួងសក្តានុពលរបស់ខ្លួនតែងតែត្រូវផ្សាយទៅពេញផ្ទៃចក្រវាឡ 10. ភ្នំមិនរង្គើឬកម្រើកដោយកម្លាំងខ្យល់ព្យុះលាយដោយទឹកភ្លៀងយ៉ាងណាបុគ្គលមានឆន្ទៈមុតមាំពុះជ្រែកក្នុងជីវិត
កាច់បំបាក់អ្វីដែលមិនល្អដើម្បីសេចក្តីសម្រេចរបស់ខ្លួនក៏មិនញញើតនឹងឧបសគ្គធំៗដែលមកប៉ះខ្ទប់ដល់ដំណើរជីវិតក៏យ៉ាងនោះដែរ 11 ដើមឈើសំបីឥតវិញ្ញាណតែក៏អាចស៊ូទ្រាំនឹងអំណាចនៃកម្ដៅព្រះអាទិត្យដែលមានចំនួនដ៏ច្រើនអង្សាបានចុះមនុស្សយើងមានទាំងចិត្តគំនិតប្រាជ្ញានិងវិញ្ញាណហេតុដូចម្តេចក៏មិនចេះស៊ូទ្រាំនឹងអំណាចនៃឧបសគ្គបានបើជាយ៉ាងនេះតើនៅត្រង់ណាដែលថាមនុស្សយើងប្រសើរជាងសត្វនិងរុក្ខជាតិ 12 រឿងរ៉ាវជីវិតរបស់ខ្លួនសម្រាប់ថ្ងៃខាងមុខនោះគ្មាននរណាដឹងឡើយតែយើងគួរព្យាយាមប្រយុទ្ធជាមួយបច្ចុប្បន្នភាពជាប្រចាំដូចយើងព្យាយាមហូបបាយនៅថ្ងៃនេះដើម្បីជាការរស់នៅទៅថ្ងៃខាងមុខដូច្នោះដែរ 13 បុគ្គលដែលជាអ្នកទទួលនៅភាពជោគជ័យក្នុងជីវិតដោយទ្រព្យសម្បត្តិកិត្តិយសនិងកេរ្តិ៍ឈ្មោះបុគ្គលនោះមិនមែនជាមនុស្សមានសំណាងល្អនោះទេតែជាមនុស្សដែលមាននៅការប្រឹងប្រែងជាមនុស្សដែលមាននៅសេចក្តីព្យាយាមភ្ញាក់រលឹកជានិច្ចមានស្មារតីជានិច្ចមានឆន្ទៈនិងមានកម្លាំងចិត្តរឹងមាំជាដរាបនោះឯង 14 អ្នកទាំងឡាយចូលអ្នកទាំងឡាយយកសេចក្តីព្យាយាមជាទីពឹងយកសេចក្តីអត់ធន់ជាខ្នងបង្អែកនិងយកស្មារតីមិនធ្វេសប្រហែសជាជំនួយនាំឲ្យបានសម្រេចនៅប្រយោជន៍ដ៏ធំហើយស្ថិតនៅក្នុងថ្នាក់ខ្ពស់ដោយសម្លាប់ចោលនៅសេចក្តីខ្ជិលច្រអូសកុំតិចចោលនៅការរីរៃចិត្តការសង្ស័យនិងដុតបំផ្លាញចោលឲ្យអស់នៅការរីមេចិត្តការបើអ្នកទាំងឡាយធ្វើបានដោយពោលមុខនេះនោះអ្នកទាំងឡាយនឹងក្លាយជាមនុស្សដ៏មានប្រយោជន៍បំផុតសម្រាប់មនុស្សជាតិជាច្រើនជំនាន់និងច្រើនសម័យកាលជាមនុស្សដែលមនុស្សលោកចងចាំបានយូរ 15 ត្បិតការព្យាយាមត្រូវពឹងលើពេលវេលាតែដើម្បីសេចក្តីសម្រេចយើងមិនត្រូវបន្ធូរបន្ថយនៅសេចក្តីព្យាយាមនោះឡើយតែក៏មិនមែនប្រឹងប្រែងឲ្យជ្រុលហួសហេតុពេកដែរដំណើរព្រះអាទិត្យមានការប្រព្រឹត្តទៅដោយស្មើយ៉ាងណាការព្យាយាមដើម្បីសេចក្តីសម្រេចក៏យើងត្រូវប្រព្រឹត្តទៅដោយស្មើយ៉ាងនោះដែរ 16 ការចាញ់ឬការឈ្នះក្នុងជីវិតគឺស្ថិតនៅត្រង់ការសម្រេចលទ្ធផលនៃការងារជាការងារប្រកបដោយប្រយោជន៍សម្រាប់មនុស្សលោកមិនមែនស្ថិតនៅលើរឿងខាងក្រៅនោះឡើយព្រោះលទ្ធផលនៃការងារជាគ្រឿងកំណត់ការចាញ់ឬការឈ្នះក្នុងជីវិតរបស់មនុស្សម្នាក់ៗ 17 ក្នុងជីវិតមានកិច្ចជាច្រើនដែលត្រូវធ្វើឯកិច្ចមួយទៀតដែលយើងត្រូវធ្វើជាសំខាន់ជាងកិច្ចទាំងនោះគឺការតម្កល់ចិត្តត្រូវក្នុងផ្លូវជីវិតមានស្មារតីដឹងខ្លួនជានិច្ចខ្មៃខ្មៀតសង្វាតព្យាយាមក្នុងគ្រប់កិច្ចការនោះកិច្ចដោយកំណត់ទុកក្នុងចិត្តរបស់ខ្លួនថាដរាបណាជីវិតអាត្មាអញមិនទាន់ស្លាប់ទេដរាបនោះអាត្មាអញនឹងមិនព្រមចុះចាញ់ជីវិតទាំងដែលជីវិតអាត្មាអញកំពុងនៅរស់រវើកនៅឡើយ 18 មនុស្សទន់ខ្សោយតែងបណ្ដោយខ្លួនតាមព្រេងវាសនាឯមនុស្សមានចិត្តហានខ្លាតែងប្រាស្រ័យប្រាជ្ញានិងក្តីព្យាយាមតស៊ូយកឈ្នះជីវិតធ្វើជីវិតឲ្យឡើងទៅកាន់ទីខ្ពស់ដោយលំដាប់គឺហាក់ដូចគេឡើងកម្មជណ្ដើរឡើងទៅលើទីកំពូលភ្នំយ៉ាងដូច្នោះ 19 ការជឿលើព្រហ្មលិខិតការពឹងផ្អែកលើព្រេងវាសនាការមិនខំព្យាយាមកសាងខ្លួនការខ្វះឆន្ទៈក្នុងការរស់នៅទាំងអស់នេះជាលក្ខណៈនៃមនុស្សទន់ខ្សោយគ្មានភាពរឹងមាំនិងមិនមានទស្សនវិជ្ជាក្នុងការនឹងយកឈ្នះជីវិតដោយប្រាជ្ញានិងអនុភាពនៃកម្លាំងប្រឹងប្រែងរបស់ខ្លួនដោយការពោលមុខនេះជាក់ស្ដែងមនុស្សជឿលើព្រហ្មលិខិតពឹងផ្អែកលើព្រេងវាសនាធូរថយដោយកម្លាំងព្យាយាមកង្វះឆន្ទៈក្នុងការរស់នៅរមែងជាមនុស្សដែលត្រូវរស់ដោយខ្វះខាតមានជីវភាពក្រីក្រលំបាកតោកយ៉ាកនិងមានសេចក្តីទុក្ខវេទនាក្នុងការចិញ្ចឹមជីវិតជាអនេក 20 យើងកុំគិតដោយតូចចិត្តខ្លួនឯងថាខ្លួនជាជនក្រីក្រខ្លួនជាអ្នកអាប់អោនខ្លួនជាមនុស្សអន់ថយក្នុងកណ្ដាលវងមនុស្សទាំងឡាយក្នុងសង្គមតែយើងគួរធ្វើសេចក្តីប៉ុនប៉ងផងសេចក្តីព្យាយាមផងសេចក្តីប្រឹងប្រែងផងសេចក្តីខ្មៃខ្មៀតផងការមិនរួញរាផងសតិផងសបញ្ញៈផងដល់មមួនដើម្បីនឹងធ្វើកិច្ចក្នុងគោលដៅជីវិតរបស់ខ្លួនដែលមិនទាន់ធ្វើបានសម្រេចនៅឡើយវាឲ្យបានសម្រេចឡើងដោយលំដាប់ច្រើនឡើងជាភាវៈលើសលប់ក្រៃលែងហើយមើលឃើញដោយផ្ទាល់ភ្នែកខ្លួននិងអ្នកដទៃជាច្រើនរាប់មិនអស់ក្នុងបច្ចុប្បន្ន 21 ភាពជាអ្នកមិនលះបង់នៅឆន្ទៈ
រមែងជាអ្នកធ្វើចិត្តខ្លួនឲ្យជាទីស្ទុះទៅកាន់គោលបំណងប្រារព្ធឡើងនៅសេចក្តីព្យាយាមមិនលះបង់នៅភារៈជាអ្នកដែលមានចិត្តតាំងមាំមិនក្លែងក្លងដោយគំនិតបញ្ជាចិត្តនិងទង្វើឲ្យបញ្ចេញសកម្មភាពដោយដៃនិងជើងក្នុងកិច្ចការផ្សេងៗសម្រេចឲ្យបានយ៉ាងដាច់ខាតក្នុងអ្វីជាសេចក្តីប្រាថ្នារបស់ខ្លួនដូចជាការស្ទុះទៅដោយភាពអង់អាចប្រកបដោយកម្លាំងព្យាយាមពេញដោយភាពស្វាហាប់នៃមហារាជសីដែលរត់ចាប់សង្គ្រប់ស្ដេចដំរីសាដែលមានខ្លួនដ៏ធំមាំខ្ពស់អស្ចារ្យឲ្យដេកដួលលើដីទាំងជំហរក៏យ៉ាងនោះឯង22ឆន្ទៈជាការរស់នៅរបស់មនុស្សគ្រប់រូបមនុស្សគ្មានឆន្ទៈជាមនុស្សសោះសូន្យទៅទេឃ្លាតចាកប្រយោជន៍ជាមនុស្សដែលមានសភាពដូចជាស្លឹកឈើជ្រុះរោគសារៈខ្លឹមសារគ្មានក្នុងការរស់នៅព្រោះជាអ្នកដែលមានសេចក្តីប្រាថ្នាច្បាស់លាស់ក្នុងចិត្តការតាំងស្មារតីការផ្គងចិត្តមាំការផ្ដាំសេចក្តីព្យាយាមរមែងត្រូវគេធ្វើឡើងដោយការយកចិត្តទុកដាក់ខ្ពស់ដោយហេតុថាឆន្ទៈជាការរស់នៅរបស់មនុស្សគ្រប់រូបមនុស្សត្រូវតែធ្វើអ្វីដែលចាំបាច់ធ្វើអ្វីដែលសំខាន់និងធ្វើអ្វីដែលមានតម្លៃសម្រាប់ជីវិតដូច្នោះគេមិនខ្វល់ថាសេចក្តីប្រាថ្នារបស់គេនោះត្រូវចំណាយលុយប៉ុន្មានឬត្រូវធ្វើសកម្មភាពដោយដៃនិងជើងយ៉ាងណានោះទេតែគឺគេគ្រាន់តែដឹងតែម្យ៉ាងក្នុងចិត្តថាគេនឹងប្រឹងប្រែងព្យាយាមធ្វើឲ្យអស់ពីកម្លាំងសមត្ថភាពនិងលទ្ធភាពនៃមនុស្សប្រុសដែលមានដើម្បីសម្រេចឲ្យបាននៅអ្វីជាសេចក្តីប្រាថ្នារបស់ខ្លួនគេនោះ23ភាពអង់អាចជាចំណែកនៃផ្នែកខាងឈ្នះមិនចំពោះថាជីវិតនេះមានការលំបាកឬឧបសគ្គជាច្រើនយ៉ាងណានោះទេអ្នកក្លាហានរមែងជាអ្នកមិនញញើតនឹងការលំបាកឬឧបសគ្គជាច្រើនទាំងនោះឡើយអ្នកក្លាហានដ៏ពិតប្រាកដលោកមិនទុកការលំបាកឬឧបសគ្គទាំងនោះឲ្យជាធំជាងខ្លួននោះឡើយលោកដឹងតែម្យ៉ាងថាអ្វីជាគោលដៅក្នុងជីវិតរបស់លោកគឺលោកត្រូវតែទៅឲ្យដល់ដោយលោកនឹងកុំភ្លេចចោលនៅការលំបាកទាំងឡាយឬឧបសគ្គជាច្រើននោះឲ្យខ្ទេចខ្ទីដេកដួលលើដីដោយអាវុធដ៏មានឫទ្ធិគឺភាពអង់អាចជាសេចក្តីក្លាហាននៃខ្លួនលោកនោះភាពកំសាកភាពទន់ខ្សោយជាចំណែកនៃផ្នែកខាងចាញ់គឺបរាជ័យដ៏ធំបំផុតក្នុងជីវិតតែម្យ៉ាង24ពិតយ៉ាងនោះមែនហើយបុគ្គលជាអ្នកមានការតាំងចិត្តមាំក្នុងការសម្រេចគោលបំណងនៃខ្លួនបើទុកជាឱកាសមិនបានផ្ដល់ឲ្យគេក្នុងចំនួនជាច្រើនលើកច្រើនសារច្រើនជាងពាន់នៃចំនួនដងក៏ដោយក៏បុគ្គលជាអ្នកមានការតាំងចិត្តមាំនោះមិនព្រមលះបង់នៅគោលបំណងរបស់ខ្លួនគេចោលឡើយប្រៀបដូចជាបរិសុទ្ធជាអ្នកក្លាហានស្រឡាញ់យុត្តិធម៌ទោះជាត្រូវស្លាប់នៅទីចំពោះមុខសត្រូវក៏មិនព្រមធ្វើអំពើជាអយុត្តិធម៌25សត្វកណ្ដៀតែងកពួនដីសត្វបក្សីតែងក្រងសម្បុកមនុស្សទាំងឡាយតែងត្រូវការជោគមិនព្យាយាមសម្រុកធ្វើយ៉ាងណាបានសម្រេច26សត្វកណ្ដៀពុំដែលបន្ធូរបន្ថយនៅការកពួនដីយ៉ាងណាអ្នកមានស្មារតីទាំងឡាយក្នុងលោកមិនដែលបន្ធូរបន្ថយនៅសេចក្តីព្យាយាមក្នុងការងាររបស់ខ្លួនក៏យ៉ាងនោះដែរ27យើងត្រូវមានស្មារតីប្រឹងប្រែងឡើងព្យាយាមនៅក្នុងជីវិតរបស់ខ្លួនដើម្បីខ្លួននឹងមានវិសាលភាពកាន់តែទូលាយដោយគ្រឿងសម្ភារៈលម្អជីវិតទាំងឡាយដែលមនុស្សក្នុងសង្គមគេនិយមឲ្យតម្លៃគ្រឿងសម្ភារៈលម្អជីវិតទាំងនោះមានទ្រព្យសម្បត្តិកិត្តិយសកេរ្តិ៍ឈ្មោះអំណាចនិងចំណេះវិជ្ជាជាដើម28សម្រាប់ព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់មានជំនឿថាការបានត្រាស់ដឹងនៅអ្វីៗគ្រប់យ៉ាងក្នុងត្រៃភពវាត្រូវតែសម្រេចឡើងដោយសេចក្តីព្យាយាមក្នុងសមត្ថភាពរបស់មនុស្ស29នរជនមានប្រាជ្ញានិងមានសេចក្តីប្រឹងប្រែងម៉ឺងម៉ាត់សូម្បីជនដតីមើលងាយថាមិនបានជាការអ្វីនោះក៏បុគ្គលមិនក៏បីសន្ទះសង្ស័យថាវិនាសសាបសូន្យឡើយភ្លើងសូម្បីបុគ្គលយកទៅដាក់ខាងក្រោមក្នុងកាលណាក៏ដោយអណ្ដាតភ្លើងមិនដែលទៅក្រោមទេតែងតែទៅខាងលើជាដរាប30បុគ្គលជាអ្នកមាននៅការសិក្សាបុគ្គលនោះតែងតែជាអ្នកមាននៅភាពប្រសើរខ្ពង់ខ្ពស់ឧត្តមភាពនៃបុគ្គលនោះមិនអាប់អោនឡើយគេរមែងមិនធ្លាក់ចុះនៅភាពអន់ថយជាដរាបបើទោះជាគេស្ថិតក្នុងកាលៈទេសៈណាក៏ដោយ
ប្រៀបដូចជាស្ដេចរាជសីដែលមិនធ្លាប់ចុះទាល់តែសោះនៅភាពជាឥស្សរៈរបស់ខ្លួនក្នុងចំណោមនៃវងមរឹកទាំងឡាយ 31 កុំធ្វើខ្លួនឲ្យជាអ្នកមានត្រឹមការសិក្សាក៏បីធ្វើខ្លួនឲ្យជាអ្នកមានការអប់រំផងបុគ្គលណាមានការសិក្សាប្រកបថែមដោយការអប់រំបុគ្គលនោះជាបុគ្គលត្រូវគេចាប់ចូលក្នុងពពួកមនុស្សជាន់ខ្ពស់ជាប្រភេទកម្ពុជាមនុស្សក្នុងថ្នាក់លោក 32 ទឹកក្តៅការបានលាយជាមួយទឹកដោះគោក៏คล้ายទៅជាភេសជ្ជៈគួរដល់ការទទួលទានមានកម្លាំងបានយ៉ាងណាបុគ្គលមានការសិក្សាល្អឆើតហើយការបើបានលាយជាមួយការអប់រំផងទៀតរមែងនឹងធ្វើបុគ្គលនោះឲ្យជាមនុស្សមានតម្លៃមានកិត្តិយសកេរ្តិ៍ឈ្មោះនិងមានសេចក្តីថ្លៃថ្នូរកាន់តែខ្ពស់ឡើងក៏យ៉ាងនោះដែរ 33 ពិភពលោកនេះចាំបាច់ត្រូវការពន្លឺយ៉ាងណាមនុស្សយើងនោះចាំបាច់ត្រូវការចំណេះដឹងក៏យ៉ាងនោះដែរ 34 ថាបើភ្នែកខ្វាក់ទៅហើយប្រយោជន៍អ្វីដោយពន្លឺទាំងឡាយក៏ប្រៀបដូចជាបុគ្គលបានរៀនចេះដឹងច្រើនហើយតែមិនយកការចេះដឹងនោះទៅប្រើជាប្រយោជន៍ដល់ខ្លួននិងអ្នកដទៃតើប្រយោជន៍អ្វីដោយការចេះដឹងនោះ 35 ការសន្សំទ្រព្យទុកអាចបាត់បង់ទៅវិញដោយចោលលួចលើងឆេះទឹកបន្សាត់ទៅញាតិដណ្ដើមយកនិងដោយព្រះរាជារឹបអូសយកជាដើមតែការសន្សំចំណេះវិជ្ជាទុកមិនមានការបាត់បង់ទៅវិញឡើយសូម្បីចោលលួចលើងឆេះទឹកបន្សាត់ទៅញាតិដណ្ដើមយកនិងព្រះរាជារឹបអូសក៏យកទៅមិនបានដោយការរស់នៅរបស់មនុស្សតម្រូវឲ្យមានទ្រព្យផងនិងចំណេះវិជ្ជាផងដូច្នេះការសន្សំនៅរបស់មានតម្លៃទាំងពីរនេះគឺទ្រព្យសម្បត្តិនិងចំណេះវិជ្ជាឈ្មោះថាជាការសន្សំដ៏ប្រសើរហើយការសន្សំទ្រព្យសម្បត្តិនោះក៏បីមានការប្រយ័ត្នប្រយែងទុកដាក់ឲ្យបានល្អមានកន្លែងសុវត្ថិភាពសម្រាប់ទុកដាក់ដូចជាទុកដាក់ក្នុងធនាគារជាដើមចំពោះចំណេះវិជ្ជាវិញគឺត្រូវប្រឹងប្រែងសង្វាត់រៀនសូត្រឲ្យក្រៃលែងព្យាយាមរហូតធ្វើចំណេះនោះឲ្យបានជាទីពឹងដល់ខ្លួនដ៏មុំមុនលុះអវសាននៃជីវិត 36 ការព្យាយាមស្វែងរកទ្រព្យមកទុកដាក់ក្នុងផ្ទះគេត្រូវធ្វើឡើងទាំងក្នុងពីរកាលៈទេសៈគឺទាំងនៅពេលដែលគេមានការខ្វះខាតនិងទាំងពេលគេមានគ្រប់គ្រាន់ហើយមានស្មារតីមិនធ្វេសប្រហែសរក្សាទុកនៅទ្រព្យដែលគេរកបាននោះអស់ការជានិច្ចតទៅមិនមែនដឹងខ្លួនថាមានការខ្វះខាតហើយទើបចាប់ផ្ដើមស្វែងរកទ្រព្យមកទុកដាក់ក្នុងផ្ទះនោះទេក៏មិនមែនមានបានគ្រប់គ្រាន់ហើយឈប់លេងស្វែងរកទ្រព្យយកមកទុកដាក់តទៅទៀតដែរដោយបានពោលមកហើយគឺត្រូវខំស្វែងរកទាំងក្នុងពីរកាលៈទេសៈ 37 ក្នុងខណៈណាដែលអ្នកមិនធ្វើសេចក្តីព្យាយាមឲ្យពេញកម្លាំងក្នុងការងារក្នុងជីវិតរបស់អ្នកទេក្នុងខណៈនោះក៏ហាក់ដូចជាអ្នកធ្វើបញ្ហាឲ្យវាមានឱកាសបានគ្រប់សង្កត់មុខលើខ្លួនអ្នកយ៉ាងដូច្នោះអ្នកគិតទៅមើលការប្រកួតគ្នាលើសង្វៀនបើអ្នកមិនវាយគេទេតើគេនឹងធ្វើយ៉ាងណាចំពោះអ្នកគឺគេនឹងវាយអ្នកឲ្យចាញ់ដេកដួលលើសង្វៀននោះឯង 38 ការតស៊ូជាមួយនឹងខ្លួនឯងដើម្បីចង់យកឈ្នះខ្លួនឯងគឺពិតជាមានប្រយោជន៍ជាផលឯការតស៊ូជាមួយនឹងរឿងខាងក្រៅដើម្បីចង់យកឈ្នះគឺពិតជាមិនមានប្រយោជន៍ជាផលឡើយវាមិនស្ថិតនៅក្នុងអំណាចរបស់ខ្លួនដោយការតស៊ូចង់យកឈ្នះនោះឯង 39 ជីវិតខ្វះជម្រើសតែយើងអាចព្យាយាមដើម្បីស្វែងរកជម្រើសមកឲ្យខ្លួនឯងដោយតម្រង់ស្មារតីថ្ងៃនេះដើម្បីគោលដៅធំនាថ្ងៃអនាគត 40 អ្នកទាំងឡាយចូលចម្រើនសេចក្តីអត់ធន់ទុកក្នុងចិត្តចុះការចម្រើនសេចក្តីអត់ធន់ទុកក្នុងចិត្តរបស់អ្នកទាំងឡាយមានច្រើនប៉ុណ្ណាសេចក្តីសម្រេចរបស់អ្នកទាំងឡាយក៏នឹងមានច្រើនប៉ុណ្ណោះដែរ 41 ប្រសិនបើអ្នកនៅតែមានសេចក្តីអត់ធន់អស់ការត្រឹមណាអស់វេលាត្រឹមនោះការបរាជ័យរបស់អ្នកមិនមានឡើយ 42 អំណត់គឺសេចក្តីអត់ធន់ជាធម្មជាតិដុតបរាជ័យឲ្យវិនិច្ឆ័យទៅដ៏វិសេសហើយញ៉ាំងជោគជ័យឲ្យកើតឡើងដោយយ៉ាងធំហិមាក្រៃលែងជាជោគជ័យប្រមាណមិនបានសេចក្តីអត់ធន់ជាធម្មជាតិមានអំណាចដូចជាភ្លើងវាអាចនាំមនុស្សដែលធ្លាក់នៅក្នុងទីទាបឲ្យឡើងទៅដល់ទីខ្ពស់បានដូចជាអំណាចភ្លើងអាចដុតកំទេចបាននៅព្រៃដ៏ក្រាស់ដែលមានវាលធំនោះឲ្យឆេះខ្ទេចខ្ទីអស់ដោយមិនមានអ្វីជាការលំបាកក៏យ៉ាងដូច្នោះដែរ 43
សេចក្តីអត់ធន់ឈ្មោះថាជាគ្រឿងស្លៀកពាក់លាយដោយគ្រឿងអលង្ការរបស់បុរសស្ត្រីណាខ្វះសេចក្តីអត់ធន់បុរសស្ត្រីនោះឈ្មោះថាជាអ្នកមានខ្លួនអាក្រាតមិនមានគ្រឿងស្លៀកពាក់លាយដោយគ្រឿងអលង្ការបិទបាំងនិងលម្អខ្លួនឡើយគឺជាអ្នកដែលមានសភាពដូចមនុស្សឆ្កួតគ្មានសតិតាំងនៅក្នុងខ្លួនការអ្នកដតីដ៏ច្រើនមើលឃើញក៏ទម្លាក់ចុះនៅពាក្យតេះដៀលមើងងាយស្ដោះចេញនៅភាពខ្ពើមឆ្អើមអំពីមាត់អ្នកដតីទាំងនោះទៅកាន់បុរសស្ត្រីជាអ្នកខ្វះសេចក្តីអត់ធន់នោះជាពន់ពេកហួសប្រមាណដោយការបរិយាយសេចក្តីអត់ធន់ជាអលង្ការរបស់អ្នកប្រាជ្ញ44បុគ្គលអ្នកប្រាថ្នាការរីកចម្រើនដោយសេដ្ឋកិច្ចបុគ្គលនោះក៏បីជាអ្នកត្រេកអរក្នុងសេចក្តីព្យាយាមពេញចិត្តនឹងទង្វើការងាររបស់ខ្លួនកុំជាអ្នកមាក់ងាយការដោយការធ្វេសប្រហែសនិងសេចក្តីប្រមាថតាមផ្លូវយល់ខុសនៃទស្សនៈរបស់ខ្លួនឡើយគឺដើម្បីញ៉ាំងសេដ្ឋកិច្ចឲ្យមានការរីកចម្រើនស្របទៅតាមសេចក្តីប្រាថ្នាតាមដោយការមិនមាក់ងាយការតាមដោយការមិនធ្វេសប្រហែសរបស់ខ្លួនអ្នកនោះ45ព្រោះតែមានគោលបំណងច្បាស់លាស់ក្នុងចិត្តទើបមានកម្លាំងស្មារតីព្យាយាមក្នុងកិច្ចការងារទាំងឡាយរបស់ខ្លួនក៏ប្រៀបដូចជាព្រោះតែមានគោលបំណងជាក់លាក់ក្នុងជីវិតទើបកំធ្វើសេចក្តីប្រឹងប្រែងខ្លាំងគងចិត្តឡើងក្នុងសេចក្តីខ្នះខ្នែងមានសេចក្តីសង្វាតយ៉ាងខ្ជាប់ខ្ជួនក្នុងគោលបំណងជីវិតរបស់ខ្លួននោះយ៉ាងដូច្នោះដែរ46ការធ្វើសង្គ្រាមក្នុងសមរភូមិការបើកកម្លាំងទ័ពខាងណាខ្លាំងជាងនិងច្រើនជាងខាងនោះរមែងជាអ្នកឈ្នះដោយពិតការធ្វើការងារអ្វីមួយការប្រើកម្លាំងព្យាយាមកម្លាំងអត់ធន់ខាងយើងខ្លាំងជាងកម្លាំងឧបសគ្គរារាំងខាងយើងនេះឯងរមែងជាអ្នកឈ្នះដោយពិត47បុគ្គលជាអ្នកឈ្នះហើយឈ្នះទៀតក្នុងអ្វីណាមួយដែលគេធ្វើគឺបុគ្គលដែលខំហើយខំទៀតប្រឹងហើយប្រឹងទៀតនិងព្យាយាមហើយព្យាយាមទៀតនឹងឯង48ពេលវេលាតែងកន្លងផុតទៅដោយលំដាប់ចំនួននៃសម័យកាលតែងអស់ទៅជាប្រក្រតីការខំព្យាយាមធ្វើការងារដើម្បីប្រជែងនឹងពេលវេលានោះជាទង្វើរបស់អ្នកមានគំនិតដ៏ឆ្នើមទាំងឡាយក្នុងលោក49ជីវិតមិនបរាជ័យនៅត្រឹមបច្ចុប្បន្ននេះឡើយប្រព័ន្ធនៃសេចក្តីសម្រេចវានឹងជួយឲ្យយើងឡើងទៅដល់ទីខ្ពង់ខ្ពស់តាមដោយយើងបានកំណត់ទុកព្រោះហេតុផលនៃសេចក្តីវាតម្រូវឲ្យមានបណ្ដាញទាំង3នេះគឺសេចក្តីព្យាយាមសេចក្តីអត់ធន់និងការមាននៅស្មារតីអស់កលជាដរាប50ការបាត់បង់ការងារការបាត់បង់ប្រាក់ចំណូលការខ្សែធនក្នុងការធ្វើពាណិជ្ជកម្មផ្ទះត្រូវបាក់រលំដោយកម្លាំងខ្ជាប់ខ្ជួសផ្ទះត្រូវឆាបឆេះដោយអំណាចភ្លើងការបាត់បង់អ្វីៗគ្រប់យ៉ាងពីក្នុងខ្លួននេះមិនមែនជាការបរាជ័យដ៏ធំបំផុតក្នុងជីវិតរបស់អ្នកឡើយតែការបោះបង់ខ្លួនឯងចោលការអស់ក្តីសង្ឃឹមការបាក់ទឹកចិត្តការលះចោលនៅសេចក្តីព្យាយាមការមិនធ្វើឆន្ទៈឲ្យកាត់ឡើងមកវិញការមិនធ្វើចិត្តឲ្យមានកម្លាំងការមិនផ្គងឡើងមកវិញនៅគោលបំណងរបស់ខ្លួននេះទើបជាការបរាជ័យដ៏ធំបំផុតជាការចាញ់យ៉ាងក្រៃលែងក្នុងជីវិតដ៏មានតម្លៃរបស់អ្នក51ការឈ្នះគឺសេចក្តីសម្រេចនិងការចាញ់គឺសេចក្តីមិនសម្រេចក្នុងពេលខ្លះមានហេតុផលផ្សេងៗចូលមុខជ្រៀតជ្រោកបណ្ដាលឲ្យមានការឈ្នះនិងការចាញ់នោះត្រូវប្រែប្រួលទៅជាដតីយ៉ាងនេះសរឲ្យឃើញថាអ្វីៗទាំងអស់ក្នុងលោកនេះត្រូវប្រព្រឹត្តទៅតាមហេតុតាមបច្ច័យ52មិនមាននរណាអាចរស់នៅបានជារហូតមិនស្លាប់នោះទេតែធ្វើជីវិតឲ្យប្រសើរឡើងមានឧត្តមគតិខ្ពស់បំផុតពីវណ្ណៈទាំង3នៅក្នុងសង្គមនោះជាឈ្មោះនៃការសម្រេចការឈ្នះលើជីវិតដ៏យ៉ាងធំហិមាក្រៃលែង53ការវាយប្រយុទ្ធគ្នាតែងកិច្ចមិនផុតអំពីការមានរបួសស្នាមយ៉ាងណាការធ្វើដំណើរឆ្ពោះទៅកាន់សេចក្តីសម្រេចដែលប្រកបដោយការព្យាយាមតស៊ូអំណត់អត់ធន់មានកម្លាំងឆន្ទៈដ៏រឹងមាំមានស្មារតីតម្កល់ទុកក្នុងផ្លូវតែមួយគឺសេចក្តីសម្រេចក៏រមែងកិច្ចមិនផុតអំពីការមានឧបសគ្គធំនិងច្រើនក៏យ៉ាងនោះដែរដូច្នេះយើងត្រូវតែខ្លាំង54ការមានសេចក្តីស្រឡាញ់តែម្យ៉ាងចំពោះមនុស្សដែលខ្លួនស្រឡាញ់មិនគ្រប់គ្រាន់ឡើយខ្លួនយើងដែលជាអ្នកស្រឡាញ់គេត្រូវមានសិលវិធីក្នុងការស្រឡាញ់នោះផងដូចជាការនិយាយពាក្យជាការផ្ដោតតម្លៃការពោលពាក្យជាទីគោរព
មានពាក្យសម្ដីនិយាយពីរោះនិយាយក្នុងអ្វីដែលគួរនិយាយមិននិយាយពីអ្វីដែលមិនគួរនិយាយដល់ភាពកក់ក្ដៅដល់គេដល់ការទុកចិត្តទៅលើគេធ្វើខ្លួនឲ្យគួរជាទីទុកចិត្តនៃគេមានសេចក្តីស្មោះត្រង់ចំពោះគេមិនមើលងាយមើលថោកចំពោះគេចេះពិនិត្យមើលខ្លួនឯងក្នុងអ្វីដែលខ្លួនធ្វើទាំងពួងមានការប្រព្រឹត្តឲ្យបានល្អមានចរិយាសុភាពរាបសារជាអ្នកមានរបៀបក្នុងគ្រប់ឥរិយាបថគ្រប់ពេលវេលានិងគ្រប់ទីឱកាសមានការសិក្សាយល់ចិត្តគេថាគេចូលចិត្តអ្វីស្អប់អ្វីពេលណាគេត្រូវភាពស្ងៀមស្ងាត់តែម្នាក់ឯងចេះសម្របខ្លួនក្នុងរឿងដែលគួរសម្រេចមានពាក្យពេចន៍ល្អគំនិតល្អនិងផែនការល្អក្នុងការនិយាយឲ្យបំណងខ្លួនចង់ឲ្យមានការកែលម្អត្រង់ចំណុចខ្លះប៉ុណ្ណេះជាដើមដែលខ្លួនយើងជាអ្នកស្រឡាញ់គេត្រូវធ្វើចំពោះមនុស្សដែលខ្លួនស្រឡាញ់ចំណែកអ្នកដែលគេស្រឡាញ់ក៏គប្បីធ្វើតបទៅមនុស្សដែលគេស្រឡាញ់ខ្លួនវិញនោះដែរដោយប្រការមានប្រមាណប៉ុណ្ណេះជាដើមដែរ55ការតាំងនៅបានយូរនៃសេចក្តីស្នេហាអាស្រ័យភាគីទាំងសងខាងធ្វើកិរិយាក្នុងន័យសម្រុះសម្រួលរកគ្នាតែប៉ុណ្ណោះក្នុងខណៈណាភាគីទាំងសងខាងលែងធ្វើកិរិយាក្នុងន័យសម្រុះសម្រួលរកគ្នាក្នុងខណៈនោះការឆ្លោះប្រកែកគ្នាការរករឿងគ្នាការបះបែកគ្នាការលេងលះគ្នារមែងប្រកាសឡើងដល់គូស្នេហ៍ទាំងនោះដោយរឿងនេះគូស្នេហ៍ទាំងឡាយអាចពិសោធន៍បានគ្រប់ពេលទាំងអស់ចូលគុំត្រេកអរនឹងសេចក្តីស្នេហាឲ្យជ្រុលហួសពីព្រោះសេចក្តីស្នេហាមានតែការជឿចាប់ការស្ដាយក្រោយនិងការខ្សោះនៃជីវិតជាលទ្ធផលតែម្យ៉ាងប៉ុណ្ណោះសម្រាប់ជីវិតឯសេចក្តីសុខនិងសុខភមង្គលនោះវិញក៏រមែងមានដែរតែការមាននោះក៏តិចតួចពេកណាស់មិនល្មមដល់ការជឿចាប់ជាដើមរបស់ខ្លួនដែលមានចំពោះសេចក្តីស្នេហានោះឡើយ56មានអ្វីៗច្រើនណាស់ក្នុងពេលខ្លះយើងមិនអាចកែប្រែវាបានឡើយគឺដូចជាសមុទ្រនៅតែជាសមុទ្រទន្លេនៅតែជាទន្លេយើងមិនអាចធ្វើទន្លេឲ្យคล้ายទៅជាសមុទ្រហើយក៏មិនអាចធ្វើជាសមុទ្រឲ្យคล้ายមកជាទន្លេវិញដែរសេចក្តីស្នេហាដែលបានបែកបាក់ទៅហើយក្នុងពេលខ្លះយើងមិនអាចកែប្រែនិងធ្វើវាឲ្យល្អឡើងវិញបានឡើយតែការភ្ញាក់ស្មារតីស្វែងគំនិតដឹងទាន់ថាមិនអាចកែប្រែបាននោះជាកិច្ចដែលយើងគួរកំណត់ដឹងក្នុងចិត្តរបស់ខ្លួនជាបន្ទាប់មកទៀតត្រូវឈប់គិតហើយក្នុងខណៈពេលដែលឈប់គិតនោះសេចក្តីសុខក៏កើតឡើងជាប្រកបដល់ខ្លួនយើង57ប្រយោជន៍អ្វីដោយការមានគ្រួសារបើស្វាមីភរិយាខ្លះរៀបការទើបបាន3ខែ6ខែ1ឆ្នាំឬត្រឹមពាក់កណ្ដាលនៃជីវិតការបែកបាក់គ្នាក៏ប្រកាសជាក់ស្ដែងឡើងដល់គូស្វាមីភរិយាទាំងនោះការរស់នៅត្រូវប្រព្រឹត្តទៅយ៉ាងណាទើបមានប្រយោជន៍ជាសារៈខ្លឹមសារនៃជីវិតគឺការចេះដឹងដោយល្អស្របតាមទំនោរនៃហេតុផលក្នុងធម្មជាតិហើយទទួលយល់ព្រមដោយសពគ្រប់បែបយ៉ាងក្នុងរឿងដែលបានកើតឡើងដល់ខ្លួនកំពុងកើតឡើងដល់ខ្លួននិងកើតឡើងដល់ខ្លួននឹងឯង58ងងឹតនិងភ្លឺជាសត្រូវនឹងគ្នាអាក្រក់និងល្អក៏ជាសត្រូវនឹងគ្នាជ្រើសរើសគូស្រករត្រូវជ្រើសរើសយកខាងភ្លឺនិងខាងល្អគឺការចេះដឹងនិងចរិយាល្អនៃបុគ្គលជាគូស្រកររូបនោះបើងងឹតនិងអាក្រក់ជួបគ្នាគឺការមិនចេះដឹងនិងចរិយាមិនល្អនឹងបង្កើតឲ្យមានជាពណ៌ខ្មៅតែម្យ៉ាងក្នុងជីវិតនៃការរួមរស់ជាមួយគ្នាជាប្តីប្រពន្ធ59ភាពបរិសុទ្ធមានតែម្ដងប៉ុណ្ណោះក្នុងជីវិតរបស់មនុស្សស្រីចូលគុំទៅមានទំនាក់ទំនងស្នេហាជាមួយនឹងមនុស្សប្រុសដែលគ្មានគោលដៅច្បាស់លាស់ចំពោះខ្លួនដោយការផ្សារភ្ជាប់ទំនាក់ទំនងរវាងអ្នកទាំងពីរអាចជាស្ដីវិញ្ញាណធំដល់ខ្លួនជាមនុស្សស្រីជាទុកដ៏ធំក្រៃលែងនៅក្នុងចិត្តជាហេតុនាំឲ្យខូចអនាគតពេញមួយជីវិតការជឿចាប់មានប្រមាណរាប់មិនអស់មានជម្រៅជ្រៅជាងមហាសមុទ្រជីវិតមានតែក្តីទុកគ្មានថ្ងៃស្បើយហើយក្នុងរឿងនេះបើអ្នកមើលមនុស្សក្នុងទីជុំវិញខ្លួននិងសម្លឹងមើលទៅពិភពខាងក្រៅរបស់ខ្លួនក៏គង់នឹងអាចដឹងបានដោយមិនមានអ្វីជាការលាក់បាំង60ម្សិលមិញនឹងលែងសំខាន់ដែលសំខាន់គឺថ្ងៃនេះនិងថ្ងៃស្អែកតែប៉ុណ្ណោះអតីតនឹងលែងសំខាន់ដែលសំខាន់គឺបច្ចុប្បន្ននិងអនាគតតែប៉ុណ្ណោះខូចចិត្តមិនសុខចិត្តស្ដាយក្រោយតើបានអ្វីជាប្រយោជន៍ព្រោះម្សិលមិញនិងអតីតបានកន្លងផុតទៅហើយ61មានរឿងខ្លះនៅក្នុងជីវិតខុសម្ដងហើយគឺខុសមួយជីវិត
ឯរឿងខ្លះទៀតខុសម្ដងហើយខុសម្ដងទៀតខុសជាច្រើនលើកច្រើនសារគឺខុសជារៀងរហូតទៅក្នុងជីវិតក៏មានដូចជារឿងស្នេហាជាដើម62បើគ្រប់គ្នាពិតជាស្គាល់ប្រយោជន៍មនុស្សម្លេះគ្រប់គ្នាមិនធ្វើអ្វីជារឿងអត់ប្រយោជន៍ឡើយតែដោយហេតុមិនស្គាល់ប្រយោជន៍តាមសេចក្តីពិតនោះឯងទើបធ្វើអ្វីជារឿងអត់ប្រយោជន៍អ្វីជារឿងឥតប្រយោជន៍គឺការងារដែលធ្វើទៅហើយមិនមានអ្វីជាសារៈខ្លឹមសារតបស្នងមកឲ្យខ្លួនវិញអ្វីជារឿងមានប្រយោជន៍គឺការងារដែលធ្វើទៅហើយមានសារៈខ្លឹមសារជាប្រយោជន៍តបស្នងមកឲ្យខ្លួនឯងវិញ63ការខំធ្វើការឲ្យគេប្រយោជន៍អាចមិនសូវបានដល់ខ្លួនតែការខំធ្វើការឲ្យខ្លួនឯងប្រយោជន៍តែងតែត្រូវបានមកដល់ខ្លួនដោយយ៉ាងធំហិមាក្រៃលែងគឺធំរហូតមិនមាននរណាកាត់ស្មានដល់បើអ្នកមិនទាន់ជឿអាចពិសោធន៍បានដោយខ្លួនអ្នកផ្ទាល់64គ្រប់សត្វនិកទាំងឡាយក្នុងផែនដីរមែងត្រូវការប្រយោជន៍